ពូត្រីបានហើយអញមិនទៅជួបពុកម្ដាយក្មេងអញមកទីនេះធ្វើអីគ្រួសាររបស់លីតុងគេមានលុយណាខ្ញុំគ្រាន់តែជាមនុស្សធម្មតាម្នាក់ទេដូច្នេះគ្រួសារយើងទាំងពីរគឺខុសគ្នាឆ្ងាយពេកហើយបើទៅជួបប៉ាម៉ាក់គេហើយប៉ាម៉ាក់របស់គេមិនពេញចិត្តខ្ញុំហើយក៏ឲ្យពួកយើងបែកគ្នាបើអញ្ចឹងខ្ញុំមិនទៅជួបគេទេវ៉ាអីក៏ស្អាតមែនពួកយើងទៅទីក្រុងឆឹងទូមើលខ្លាខ្មុំអត់ទៅកន្លែងហ្នឹងមានមនុស្សច្រើនហើយត្រូវតម្រង់ជួបទៀតអត់ទៅទេឥឡូវសាវងឯងកក់កន្លែងសួនសត្វមួយខ្ញុំមួយគ្រួសារយើងជា private ចិត្តទាំងអស់គ្នាអីយ៉ាតាមពិតទៅខ្ញុំដូចជាវិលមកខ្លាំងណាស់មិនអាចទៅទេវ៉ាប្រាសាទនេះពិតជាស្អាតណាស់ទោះបីជាយល់សពក៏ត្រូវតែទៅដែរងាយពេលដែលគេថតរឿងគេតែជួលផ្ទះរបស់បងមកថតរឿងរហូតហ្នឹងបងចង់មានន័យថាប្រាសាទមួយនេះគឺជាផ្ទះរបស់បងមិនត្រឹមតែប៉ុណ្្នឹងទេដើមឈើជុំវិញហ្នឹងក៏ជាដើមឈើរបស់គ្រួសារបងដែរចង់ទៅលេងអត់ឡើងយន្តហោះមកប៉ុន្មានអូនយកកាហើយគួរតែគ្រប់ហើយគ្រប់ល្អដែរប៉ាម៉ាក់របស់បងក៏ចង់ជួបអនឡាញដែរពួកយើងទៅដើរលេងជុំគ្នាមុននឹងអូននិយាយលេងទេអូនមិនសមនឹងទៅទីនោះទេអត់ទៅទេអេតែលោកប្រធានលោកទៅណាលោកប្រធានកំពុងតែមានកិច្ចប្រជុំក៏ប៉ុន្តែការប្រជុំរដងមិនដូចលើកនេះសោះមើលទៅប្រកាសជាមានកិច្ចការសំខាន់ហើយថ្ងៃនេះអ្នកទាំងអស់គ្នាត្រូវតែឆ្លើយចម្លើយរបស់ខ្ញុំហេតុអ្វីបានជាចាស់សិជីមិនព្រមទៅជួបឪពុកម្ដាយរបស់ខ្ញុំនាងមានជំងឺរោគចិត្តនិយាយពេលផ្ដាបើមិនតន់ទៅពិនិត្យពេទ្យផងមិនក៏លោកចេះតែនិយាយចឹងលោកប្រធានអញ្ចឹងមានតែហេតុផលតែមួយគត់គឺនាងមិនស្រឡាញ់លោកទេមូលហេតុដែលខ្ញុំមិនទៅជួបប៉ាម៉ាក់បងគឺដោយសារតែខ្ញុំភ័យហើយក៏ដោយសារតែខ្ញុំជាក្មេងធម្មតាម្នាក់ខ្លាចថាពួកគាត់មិនពេញចិត្តខ្ញុំកុំគិតចឹងអីអូនជាមនុស្សដែលបងស្រឡាញ់ជាងគេប៉ាម៉ាក់របស់បងគឺចង់ជួបអូនណាអូនភ័យពួកគាត់ភ័យជាងអូនផងបាច់ចាំទេប៉ាសិជីនៅណាខ្ញុំមកតែម្នាក់ឯងទេនៅបិទกระดาษស្វាគមន៍ទៀតអ្នកទាំងពីរដូចជាអស់ចាពេកហើយមិនក៏ឆ្កែហ្នឹងពាក់ក្បាត់កខ្ញុំចឹងសិជីអត់មកទេមកខំចំអិនម្ហូបឆ្ងាញ់ៗទៅឲ្យនាងអញ្ចឹងមកយកទៅទុកវិញហីចុះខ្ញុំហ៎ជួបសិជីជាលើកដំបូងខ្ញុំបានត្រៀមអាំងប៉ាវ10ទុកឲ្យនាងតើបងគិតថាវាតិចពេកអត់ប៉ណ្ណឹងគ្រាន់បើហើយម៉ាក់លឺថានាងជួយចិត្តផឹកតែទៅដល់គោច្រើនវាមានជាតិស្ករច្រើនណាស់អាចឲ្យនាងឆាប់ចាស់អញ្ចឹងម៉ាក់ក៏បានត្រៀមរបស់នេះទុកឲ្យនាងបងលឺថាសុជីនាងជួយចិត្តខ្លាខ្មុំបងក៏បានទិញតុក្កតាខ្លាខ្មុំឲ្យនាងមួយវាគឺជាផលិតផលដែលកំពុងពេញនិយមគឺវាល្អសម្រាប់ការថែរក្សាស្បែករបស់យើងឲ្យនៅក្មេងឲ្យខ្លាខ្មុំល្អជាងទេពួកយើងធ្វើឲ្យខ្លាខ្មុំល្អជាងឲ្យនាងដល់ផ្ទះតែម្ដងទៅអូនពីមុនបដិសេធពួកគាត់តើពួកគាត់អញមិនពេញចិត្តអូនអនឯទេអូនឯងពីមុនមិនទៅបងប្រាប់ពួកគាត់ថាគឺជាបញ្ហារបស់បងអូមែនទេតើអូនក៏គួរតែទិញរបស់ឲ្យពួកគាត់វិញទេមិនចាំបាច់ទេចាំបងជាអ្នករៀបចំហើយចាំថាអូនជាអ្នកធ្វើចាស់សិជីត្រូវជួបពុកបាយរបស់ខ្ញុំតើគួរតែជូនកាដូគេដល់គាត់ណាគេអាចឆ្លើយបានខ្ញុំល្អរង្វាន់ជូនក្រែមជូនលេជូនគ្រឿងមេកអាប់មួយនេះល្អមួយនេះក៏ល្អដែរតាមពិតទៅការទៅជួបពុកម្ដាយរបស់ដៃគូមិនមែនជារឿងដែលគួរឲ្យភ័យខ្លាចនោះទេបើគេពិតជាស្រឡាញ់យើងមែន